បាទសូមជម្រាបសួរបងប្អូនថ្ងៃនេះផ្ញើស្នែងคลีកបក់ធ្លុះមកដុំនេះតើឲ្យជាងគាត់ឆ្លាក់ព្រះដែលគាត់ដែលភ្ញៀវគាត់កំងព្រះកំចាយណៈកំងព្រះលោកតារាជសីវលីនិងស្ដេចវេស្សវណ្ណហើយនិងនាងរំសាយសក់បាទបញ្ជាក់ស្នែងនេះបក់ធ្លុះខ្ញុំកាត់កន្លែងបក់ធ្លុះនឹងឲ្យទៅភ្ញៀវបាត់ហើយបាទហើយចំពោះបងប្អូនដែលចង់បានចម្លាក់ដែលស្នែងសាំងពីคลีកបក់ធ្លុះនឹងអាចកំងបានបងប្អូនអាចកំងបានបាទហើយស្នែងនេះល្អបងប្អូនស្នែងនេះល្អបាទភ្ញៀវយកទៅគឺគាត់ថាយកទៅល្អប្រើខាងមុនខ្មៅខ្លាំងបាទហើយចំពោះអង្កាំដៃបងប្អូននេះអង្កាំដៃគឺយើងប្រើខ្មៅបក់ធ្លុះចំនួន2ក្បាលហ្នឹងហើយຂະຫນາດ12លីຂະຫນាด12លីឡត2បាទ12លីឡត2នេះគឺយើងប្រើហាងស្នែផងប្រើហាងការពារផងពាក់ចាប់ពីគីឡូ50ដល់គីឡូ90បាទហ្នឹងហើយចំពោះស្នែងក្របីคลีកបក់ធ្លុះដូចខ្ញុំប្រាប់បងប្អូនជារឿយៗអញ្ចឹងបាទចំពោះស្នែងคลีកបក់ធ្លុះថ្លៃបងប្អូនណាហើយចំពោះបងប្អូនដែលចង់បានចម្លាក់ស្នែងคลีកបក់ធ្លុះយកទៅប្រើហាងការពារមុនខ្មៅផងប្រើហាងស្នែផងប្រើហាងរ៉ូស៊ីផងតែចង់បានរបស់ធូរបស់ថោកខ្ញុំអត់មានទេបងប្អូនបាទស្នែងមួយគូនេះខ្ញុំទិញចិត្ត1000បងប្អូនណាមួយគូនេះខ្ញុំទិញចិត្ត1000ហើយស្នែងមួយគូនេះខ្ញុំទិញ1000ជាងបងប្អូន1000ក្រាស់បាទ1000ក្រាស់បាទជាប្រភេទរបស់ពិតបើស្នែងដែលស្ទើខ្ញុំអត់យកមកទេបាទហើយមុនខ្ញុំចែកជាវខ្ញុំតែងតែបង្ហាញឲ្យបងប្អូនឃើញស្នែងបងប្អូនខ្លះមិនជាវក៏បងប្អូនរៀនស្គាល់ដែរអ្នកខ្លះពីមុនគាត់អត់ធ្លាប់ប្រើស្នែងឥឡូវគាត់ប្រើស្នែងដោយសារគាត់ចេះមើលស្នែងហើយគាត់ទិញស្នែងយកមកជាវបាទចម្លាក់ខ្លះអត់មានស្នែងមកបង្ហាញបងប្អូនកុំទិញអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនចង់បានរបស់ធូរបស់ថោកពេលខ្លះខ្ញុំជាវទាំងមនោសញ្ចេតនាបងប្អូនចំពោះទាហានកងកម្លាំងខ្ញុំចែកឲ្យទៅទេបាទប្រហែលថ្ងៃមុននេះគឺខ្ញុំចែកអស់10អង្គមិន10អង្គណាបងប្អូនគាត់ថាវីដេអូខ្ញុំលុបវិញដើម្បីសុខភាពរបស់កងកម្លាំងហើយខ្ញុំត្រៀម10អង្គទៀតដើម្បីចែកឲ្យបងប្អូនណាបាទគាត់ថាវគ្គនេះគឺចែកអស់ហើយអញ្ចឹងស្នែងនេះភ្ញៀវគាត់កំងទេបាទភ្ញៀវគាត់កំងបាទអញ្ចឹងដូចខ្ញុំប្រាប់បងប្អូនថាស្នែងបក់ធ្លុះថ្លៃបងប្អូនបើសិនជាចម្លាក់ដែលអត់មានបង្ហាញស្នែងទេបងប្អូនកុំឲ្យតន់ជឿកុំឲ្យតន់ទុកចិត្តអញ្ចឹងណាបងប្អូនបាទព្រោះស្នែងคลีកបក់ធ្លុះមិនចេះតែមានទេបងប្អូនហ្នឹងហើយអ្នកលេងស្នែង5នាក់មានតែម្នាក់ទេដែលហ៊ានទិញស្នែងបក់ធ្លុះមកសាងឲ្យសារវាថ្លៃបងប្អូនហើយស្នែងនោះគឺប្រើហាងការពារមុនខ្មៅហើយបើយើងឆ្លាក់ព្រះខ្វាមគឺប្រើហាងសឹកសង្គ្រាម100%មកបងប្អូនបាទភ្ញៀវខ្ញុំនៅខាងសៀមរាបគាត់ថាពាក់ព្រះខ្វាមហ្នឹងហើយប៉ើងបងប្អូនអត់ត្រូវអីទេសុខចិត្តប៉ើងបាទអានេះនិយាយតាមគាត់បាទអញ្ចឹងមានតែប៉ុណ្្នឹងអញ្ចឹងបងប្អូនចង់បានប្រភេទកម្មដៃបាទអាចចូលសារចូល Telegram បានបងប្អូនបាទចម្លាក់2-3ថ្ងៃទៀតបានព្រោះចម្លាក់កំពុងឲ្យជាងបុកសាងបងប្អូនបាទអញ្ចឹងសូមអរគុណ